សួស្តីបងប្អូនទាំងគ្នាណាខ្ញុំមកនិយាយរឿងពិតខ្ញុំដែលខ្ញុំជួបផ្ទាល់ហើយទី12មុនចូលឆ្នាំខ្មែរយើងឆ្នាំ2026យើងហ្នឹងខ្ញុំជាមនុស្សម្នាក់ដែលជំនឿទៅលើវិទ្យាសាស្ត្រទាំងស្រុងហ្មងតែស្គាល់ខ្ញុំគាត់ដឹងហើយថាខ្ញុំមិនជាមនុស្សទៅជឿលើអមនុស្សលើអបិយជំនឿអីអស់ទាំងហ្នឹងទេឥឡូវគឺខ្ញុំចាប់ផ្ដើមជឿលើរឿងអស់ទាំងហ្នឹងតិចតិចហើយដោយសារហេតុអីដោយសារខ្ញុំជួបផ្ទាល់លើខ្លួនខ្ញុំមិនខ្ញុំដឹងខ្ញុំតែនិយាយជាមួយមិត្តភ័ក្តិអ្នកស្គាល់បងប្អូនទាំងអស់ខ្ញុំថាខ្ញុំចង់ឃើញចង់ជួបហើយខ្ញុំចង់ប្រាប់ទៅបងប្អូនថាយើងកុំចង់ឃើញវាហើយក៏កុំចង់ជួបដែរបងប្អូនស្ដាប់គ្រាន់តែស្ដាប់តែបានហើយកុំចង់ឃើញវាអត់ចំណេញមកលើយើងទេគឺយើងជួបតែរឿងដែលមិនល្អរឿងសោយបើតែខ្ញុំនិយាយឥឡូវហ្នឹងក៏ខ្ញុំព្រឺសម្បុរនិយាយត្រង់បងប្អូនរឿងពិតខ្ញុំតោះឥឡូវយើងចូលមកដល់សាច់រឿងយើងគឺមុនចូលឆ្នាំខ្មែរធម្មតាការងារនៅកន្លែងខ្ញុំនេះដល់តែថ្ងៃទី12បានគេបើកលុយឲ្យអញ្ចឹងយើងបើកលុយរួចរាល់ហើយក៏យើងធ្វើដំណើរជិះម៉ូតូទៅផ្ទះជិះម៉ូតូពីកំពង់ស្ពឺទៅខេត្តកញ្ចេះផ្ទះខ្ញុំនៅខេត្តកញ្ចេះទន្រាំតែយើងបើកលុយរួចរាល់អស់ហើយវាដល់ថ្ងៃល្ងាចដែរចាប់ដើមចេញពីកំពង់ស្ពឺជិះម៉ូតូទៅកញ្ចេះក៏ប៉ុន្តែជិះទៅវាធម្មតាដំណើរផ្លូវឆ្ងាយជិះទៅវាដល់កំពង់ចាមវារាំងយប់វិញយប់ហើយក៏យើងធ្វើដំណើរទាំងយប់ហ្នឹងល្បាក់ជាម៉ោង8ទៅ9ហ្នឹងយើងមកដល់ក្រុងសួងបណ្ដាពីថ្ងៃយើងបានហូបអីយើងហត់ដែរយើងក៏ចូលញ៉ាំអីនៅក្រុងសួងហើយពេលហ្នឹងក៏ម៉ែតែមកសួរសុខទុក្ខសួរពីកូនអញ្ចឹងណាហើយយើងក៏ឃើញរាំងយប់ដែរយើងក៏ខ្លាចដែរយើងមិនខ្លាចអ្វីទេយើងខ្លាចតែមនុស្សណាសារពេលយប់យើងមិនដឹងថាអ្នកណាគេល្អអ្នកណាអាក្រក់អីដោយសារយើងជិះម៉ូតូតែឯងអញ្ចឹងទៅក៏សម្រាប់ចិត្តស្នាក់នៅដេកទស្សនៈនៅក្រុងសួងខេត្តត្បូងឃ្មុំខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់បងប្អូនថាទស្សនៈហ្នឹងគឺនៅក្រុងសួងបងប្អូនអាចឲ្យខ្ញុំជន់ទៅក៏បានដែរគ្រាន់តែយើងមិនអាចទៅនិយាយពីផ្ទះសំណាក់គេឈ្មោះនេះបានទេតែផ្ទះសំណាក់ហ្នឹងមានផ្លូវលំតូចមួយចូលទៅក្នុងហើយមានដើមស្លាដើមអីព័ទ្ធជុំវិញហ្នឹងណាមួយក៏រាំងយប់ជ្រៅដែរក៏ខ្ញុំរកបានផ្ទះសំណាក់ហើយយើងក៏ជិះម៉ូតូចូលទៅចូលទៅដល់ផ្ទះសំណាក់ហ្នឹងគឺស្ងាត់មែនតើអត់សូវមានមនុស្សទេលើហ្នឹងក៏អ៊ីម្នាក់គាត់មកសួរគាត់សួរថាបើកតុបមែនហើយក៏យើងនិយាយតម្លៃគ្នាអ៊ីហ្នឹងក៏ឲ្យសោខ្ញុំនៅចាំច្បាស់សោហ្នឹងគឺលេខ28បន្ទប់លេខ28ជាន់ទី3អូយឲ្យតែខ្ញុំនិយាយដល់បន្ទប់ហ្នឹងគឺខ្ញុំព្រឺរោមបងប្អូននិយាយឥឡូវហ្នឹងកំពុងតែព្រឺរោមនេះអ៊ីហ្នឹងក៏ឲ្យសោខ្ញុំហើយក៏មានមនុស្សប្រុសម្នាក់ទៀតគាត់សួរអ៊ីហ្នឹងថាអ៊ីឲ្យបងហ្នឹងគាត់ដេកនៅលើហ្នឹងមែនពេលហ្នឹងក៏ខ្ញុំមិនសូវចាប់អារម្មណ៍បានហើយអ៊ីហ្នឹងក៏និយាយថាទៅឲ្យដេកទៅគ្មានតែស្អីទេពេលហ្នឹងធ្វើដំណើរហត់ហើយជិះម៉ូតូហត់ហើយក៏រាំងអស់កម្លាំងក៏ងុយដេកគាត់ថាមិនខ្វល់ទេណាមួយយើងដល់ជិតដល់ផ្ទះហើយយើងដល់សួងហើយជិះតែបន្តិចទៀតទៅដល់ផ្ទះហើយយើងចូលដេកហ្នឹងគាត់ថាវាយប់យើងមិនហ៊ានជិះម៉ូតូតែឯងទៅទាំងយប់ហើយគឺខ្ញុំធ្វើដំណើរដើរចូលទៅដល់ជាន់ទី1យើងមានមនុស្សមានអីគេស្នាក់នៅហ្នឹងប្រហែលកន្ទប់ដែរដល់ពេលយើងឡើងដល់ជាន់ទី2អត់មានមនុស្សទេហើយចម្លែកអីកន្ទប់ខ្ញុំនៅជាន់ទី3ទៀតគឺរឹតតែអត់មនុស្សហ្មងគឺមានលើហ្នឹងមានដូចជា3 4កន្ទប់3កន្ទប់ហើយមានវេរ៉ង់ដាវារៀនហោចោលផងណាហើយបន្ទប់លេខ28ហ្នឹងបន្ទប់ខ្ញុំគឺនៅជាប់នឹងកម្មចន្ទាតែម្ដងឲ្យខ្ញុំនិយាយរឿងហ្នឹងពេលណាគឺខ្ញុំព្រឺរោមខ្លួនឯងរហូតហ្មងឥឡូវកំពុងតែព្រឺរោមបាសឈឺហ្មងតែនៅតែនិយាយតោះយើងចូលទៅសាច់រឿងយើងទៀតយើងចូលដល់កន្ទប់ហើយគឺខ្ញុំធម្មតាខ្ញុំជាមនុស្សវិទ្យាសាស្ត្រខ្ញុំមិនបាច់តែគាស់ទ្វារ3ដងដូចគេអីអត់ទេយើងចូលដេកចូលទៅងូតទឹកងូតអីដេកតែខ្ញុំចម្លែកខ្លួនឯងយប់ហ្នឹងហត់ហើយតែខ្ញុំប្រឹងមិត្តផ្នែកដេកគឺដេកមិនលក់ដេកយ៉ាងម៉េចក៏នៅតែដេកមិនលក់ដូចជារសាប់រសល់អន្ទះអន្តែងក្តៅឬពិបាកខ្លួនដេកអត់លក់រហូតដល់ម៉ោង11យប់ហើយក៏មានក្រុមការងារខ្ញុំម្នាក់ឈ្មោះបងតុលាអញ្ចឹងទៅយើងជិះទៅផ្ទះរៀងខ្លួនគាត់ក៏ទេសួរដល់ណាហើយបងខ្ញុំក៏ថាបងខ្ញុំអត់តដល់ផ្ទះទេខ្ញុំនៅដេកទស្សនៈដោយសារផ្ទះខ្ញុំឆ្ងាយជាងផ្ទះបងធម្មតារឿងហ្នឹងវាអញ្ចឹងឯងដោយសារយើងក្រុមការងារមួយគ្នាគាត់ក៏ប្រាប់ថាគាត់ដល់ផ្ទះហើយគាត់បានហូបអីមួយបងប្អូនគាត់អញ្ចឹងណាគាត់ដល់ផ្ទះមុនខ្ញុំនិយាយតពីម៉ោង11ហ្នឹងទៅខ្ញុំមិនដឹងថាម៉េចទេខ្ញុំដេកលក់នៅខ្ទង់ម៉ោង11ចូល12ចូលដល់កន្លែងព្រឺរោមហើយបងប្អូនហើយគ្រាន់តែខ្ញុំបិទផ្នែកភឹបដូចមានអ្វីមកបុកយើងបុកភឹបហើយយើងព្រឺរោមឆ្ងាកហ្មងព្រឺរោមហ្មងបុកភពអីគឺព្រឺរោមខ្លាំងហ្មងហើយចាប់ដើមពេលហ្នឹងខ្ញុំគឺហឹងតិចស្ដាប់អីឡើងលឺទាំងអស់ងើងពេញតិចហ្មងលឺបន្ទាប់ពីលឺងើងហើយលឺសំឡេងកង្ហាលអត់លឺសំឡេងហាលវើបន្ទាប់មកទៀតលឺសំឡេងទឹកហូរអាក្បាលរមណីទឹកអាក្បាលឡើងកតុបទឹកយើងលឺបើកច្រយរហូតសំឡេងទឹកហូរនឹងផងហើយបន្ទាប់មកលឺសំឡេងកន្លែងនេះបានព្រឺព្រួចមែនតើបងប្អូនលឺសំឡេងមនុស្សស្រីសើចតែម្ដងសើចហាមិនមែនសើចចឹងសើចមកកំពងយើងលឺសំឡេងចេញពី
ធម្មតាកតុបទឹកនៅទស្សនៈវាមិននេះវាមិនកន្លែងចង្ហយើងដឹងថាម្នាក់ស្រីហ្នឹងអង្គុយពីកន្លែងចង្ហហ្នឹងកន្លែងគេចង្ហបើអត់ចិត្តទៅឲ្យបែរមុខមកសើចដាក់យើងសើចហើយធ្វើឲ្យយើងរើរួចយើងប្រឹងរើរួចអាហ្នឹងបើអ្នកខ្លះថាខ្មោចសង្កត់អីតែវិជាសាសវាបែបផ្សេងទៅគឺខ្ញុំប្រឹងរើគឺរើមិនរួចតែម្ដងរើរួចដល់ទៅពេលខ្ញុំផ្ដើមអស់វិធីហើយខ្ញុំមានតែធម៌ព្រះទាំងប្រមាណសម្មាសម្ពុទ្ធហ្នឹងខ្ញុំចេះតែសូត្រទៅសម្មាសម្ពុទ្ធរហូតសូត្ររហូតដល់តែកម្រើកបានកូនដៃមួយចាប់ផ្ដើមភ្ញាក់ដឹងខ្លួនមកវិញសវ៉ាទូរស័ព្ទមើលម៉ោង 12:49 នាទីចឹងមានន័យថាខ្ញុំដេកលក់ចាប់ពីម៉ោង 11 ចូល 12 ហ្នឹងរយៈពេលហ្នឹងគឺនៅក្នុងម៉ោង 12 ហេតុអីបានខ្ញុំនិយាយថាខ្ញុំជឿលើរឿងហ្នឹងវិញដោយសារម៉ោងណាហេតុអីវាមិនមានសកម្មភាពកើតរឿងអស់ទាំងហ្នឹងវាកើតនៅក្នុងម៉ោង 12 ពាក់កណ្ដាលយប់បន្ទាប់មកក៏យើងសងំដេកមកចឹងយប់ហ្នឹងគឺខ្ញុំអត់ដេកចាប់ពីម៉ោង 12 ហ្នឹងមកខ្ញុំមិនបិទភ្នែកដេកអូតែនិយាយរឿងព្រឺរោមព្រឺក្បាលនេះហើយដល់ពេលយើងមើលកលេចមើលទៅបងប្អូនហើយសិតតែព្រៃសិតតែដើមស្លាពោះឡងជ្រងច្រាំងពេញហ្នឹងដោយសារយើងកតុបអួចយើងអត់បិទវាំងណូនទៀតហើយក៏ដើរទៅបិទទៅទស្សនភាពហ្នឹងបើសិនជាមនុស្សស្រីខ្ញុំមិនដឹងថាយ៉ាងណាទេតែនេះខ្ញុំមនុស្សប្រុសហើយបញ្ជាក់បន្ទប់ហ្នឹងហើយក៏ជន់ហ្នឹងអត់មានបងប្អូនណាមកដេកទេគឺខ្ញុំតែឯងជន់លើហ្នឹងដូចជាមានបើមិន3ក៏4បន្ទប់ដែរប្រហែលជា3បន្ទប់ក្រៅពីហ្នឹងសល់ទីធ្លាគេធ្វើរៀនហាលវេរងដាសម្រាប់អង្គុយលេងអង្គុយអីចឹងអានេះបើសិនជាខ្ញុំគេថាខ្មោចសង្កត់ឬក៏វិទ្យាសាស្ត្រគេថាសរសៃឈាមយើងអីមួយទៅអញ្ចឹងក៏អញ្ចឹងហើយហេតុអីបានខ្ញុំឮសលេងមនុស្សស្រីសើចច្បាស់ណាស់ហើយក៏ឮសលេងទឹកហូរបើកទឹកឆឲ្យតែខ្ញុំនិយាយដល់កន្លែងហ្នឹងគឺខ្ញុំព្រឺក្បាលបងប្អូនហើយព្រឺក្បាលខ្លាំងមែនតើឥឡូវកំពុងព្រឺក្បាលហ្នឹងនិយាយរួចពាក់កណ្ដាលហើយនេះដៃគឺជាដៃអ្នកនិយាយបើមិនជឿមើលខ្លួនទៅឥឡូវកំពុងតែបាសរោមឲ្យតែខ្ញុំនិយាយរឿងហ្នឹងប្រាប់គេពេលណាក៏ខ្ញុំបាសរោមពេលហ្នឹងទាំងថ្ងៃទាំងយប់យប់ហ្នឹងគឺខ្ញុំទ្រាំមែនតើទ្រាំបនឲ្យទៅដល់ព្រឹកហើយក៏ព្រឹកឡើងយើងបើកកតុបមកគឺថាតំបន់ហ្នឹងគឺស្ងាត់មែនតើនៅជាន់ទី3ខ្ញុំនៅហ្នឹងគឺស្ងាត់មែនតើអត់មានអ្នកណាមកស្នាក់នៅជាមួយទេហើយមើលទៅព្រៃវាលនឹងសិតតែព្រៃដើមស្លាហើយនឹងវេរងដារងស្ងាត់គឺថាខ្ញុំស្បល់ឲ្យបងប្អូនឲ្យទស្សនៈហ្នឹងគឺឡែងទៅហ្មងខ្ញុំហើយជាមនុស្សដែលមិនដែលជឿហើយក៏មិនដែលខ្លាចអីដែរលោកហ្នឹងក៏មិនខ្ញុំទៅខ្លាចអីណាដែរគាត់ថាខ្ញុំជួបផ្ទាល់មែនចាំបងប្អូនថាជឿមិនជឿហ្នឹងវាតាមចិត្តបងប្អូនទេណាតែខ្ញុំវាអញ្ចឹងមែននេះខ្ញុំចង់ចម្លែករឿងពិតណាមិនមែនប្រឌិតអីណារឿងគឺរឿងពិតរបស់ខ្ញុំជួបអញ្ចឹងមែននៅថ្ងៃទី12 ខែ 4 ឆ្នាំ 2026 យើងហ្នឹងថ្ងៃទៅលេងចូលឆ្នាំនៅផ្ទះនៅស្រុកហើយក៏បានប្រាប់អ្នកស្រុកប្រាប់ពុកម៉ែដែរអញ្ចឹងទៅក៏មកវិញគាត់បានស្រោចទឹកស្រោចអីឲ្យយើងដែរអញ្ចឹងទៅគឺខ្ញុំឥឡូវដូចចង់ចាប់ដើមជឿតិចដែរអ្នកស្គាល់ខ្ញុំអ្នកឡើងទៅការអ្នកណាក៏ដឹងដែរថាខ្ញុំមិនមែនជាមនុស្សទៅជឿបែបរឿងអីដែលមិនមានផោះតាមិនមានអីអញ្ចឹងតែអានេះខ្ញុំជួបផ្ទាល់មែនតើហ្នឹងហើយមកចែករំលែកនេះឲ្យបងប្អូនយើងស្ដាប់ហ្នឹងថាមានណាគេធ្លាប់ជួបដូចខ្ញុំខ្លះឬក៏មិនខ្លះបងប្អូនយើងជួយខមមិនប្រាប់ផងនេះវាជាលើកទី2ដែលខ្ញុំជួបជាលើកទី2តែលើកទី1ហ្នឹងជួបគ្នា2នាក់ក៏មិនពីយូរឆ្នាំហើយក៏ខ្ញុំមិនភ្លេចទៅខ្ញុំមិនឲ្យគូក្បាលខ្ញុំទៅជឿរឿងអស់តែហ្នឹងតែឥឡូវខ្ញុំជួបម៉ែអញ្ចឹងហើយបានខ្ញុំដាក់ចំណងជើងផ្ទះសំណាក់ខ្មោចនៅក្រុងសួងហើយតែផ្ទះសំណាក់មើលសិនបងប្អូនខ្ញុំចូលដេកអរគុណច្រើន